ជំរាបសួរក៏ដូចជាសួស្តីដល់អ្នកគ្នាថ្ងៃនេះខ្ញុំមានដំណើរកម្សាន្តទ្រីបមួយទៅកាន់ខេត្តកោះកុងទៅលេងកោះមួយដែលគេល្បីថាស្អាតអញ្ចឹងបើពុកម៉ែបងប្អូនចង់ដឹងថាកោះនឹងនៅណាហើយខ្ញុំធ្វើអីគេខ្លះទេសភាពនៅនឹងស្អាតមិនខ្លះកុំភ្លេចចូលចាំទស្សនាទាំងអស់គ្នាហើយឥឡូវនេះយើងមករៀបចំបលីរៀបចំឲ្យបានដាក់ឡានអស់ហើយដើម្បីធ្វើដំណើរទៅកាន់ផ្លូវល្បឿនលឿនយើងចេញទៅពីព្រលឹមអញ្ចឹងក៏ងាយស្រួលនៅក្នុងការបើកហើយក៏ឆាប់ទៅដល់គោលដៅហើយនេះជាវលីដែលយើងទៅមួយថ្ងៃទេប៉ុន្តែសាច់វលីដាក់ទៅដូចទៅគេងមួយខែអញ្ចឹងគឺដាក់ទៅច្រើនមែនតើដើម្បីងាយស្រួលក្នុងការបដូរខោអាវហើយយើងក៏បានចេញពីភ្នំពេញទៅកាន់ខេត្តកោះកុងហ្នឹងនៅម៉ោង4កន្លះប៉ុន្តែទៅដល់នោះអត់ដឹងថាដល់ម៉ោងឥឡូវនេះយើងមកដល់ច្រកកំពង់សាឡាហើយយើងក៏បានឈប់ឡានដើម្បីចូលទិញអីញ៉ាំហើយទេសភាពលំណាគឺស្រស់ស្រាយហើយនិងស្អាតមែនទែនហើយច្រកកំពង់សាឡានេះក៏គៀកនឹងចិត្តដល់ខេត្តកោះកុងដែរហើយយើងឈប់នេះក៏អត់មានធ្វើអីដែរក្រៅពីទិញកាហ្វេហើយនិងទិញអីញ៉ាំតិចតួចដោយសារតែព្រលឹមឡើងជីវិតគឺអត់កាហ្វេអត់បានទេហើយក៏បានទិញនំទិញអីញ៉ាំតិចតួចបន្ទាប់ពីយើង order កាហ្វេហើយយើងក៏បានញ៉ាំបាយដែលយើងបានរៀបចំមកពីផ្ទះនៅមុខប្រោនតែម្ដងដោយសារតែយើងចេញមកពីព្រលឹមមែនតែនចេញមកពីម៉ោង3អញ្ចឹងយើងខ្លាចមកដល់ពាក់កណ្ដាលផ្លូវបើរកអីញ៉ាំយើងក៏បានរៀបចំបាយមកពីផ្ទះមិនដើរលេងបែបលក្ខណៈ low budget អីទេគ្រាន់តែយើងបានរៀបចំមកពីផ្ទះអញ្ចឹងក៏ស្រួលម្យ៉ាងដែរហើយយើងក៏បានរៀបចំញ៉ាំហើយដើម្បីរៀបចំបញ្ញាប់ចេញទៅដល់ទៀតបន្ទាប់ពីធ្វើដំណើរអស់រយៈពេល3ម៉ោងឥឡូវនេះយើងបានមកដល់ផែតារាសាគរហើយយើងមកដល់ផែនេះប្រហែលជាខ្ទង់ម៉ោង9ហើយយើងមកដល់ក៏បញ្ញាភាពចំឲ្យវ៉ាន់ដើម្បីឲ្យគេជូនយកទៅដាក់ទូកហើយដោយសារបានខ្ញុំច្រើនខ្ញុំក៏បានជួអ៊ីហ្នឹងដើម្បីគាត់ជួយអូសទៅកន្លែងផែហ្នឹងដើម្បីឲ្យចាំទូកមកយកហើយនេះជាកោះដែលខ្ញុំទៅគឺ Full Moon Island គេហៅថាកោះ7ហើយកោះនេះគឺមានចំណតសម្រាប់បងប្អូនអង្គុយលេងតែពេលហ្នឹងខ្ញុំក៏អត់បានអង្គុយដែរដោយសារតែទូនៅហ្នឹងគឺជាប់សោហើយបន្ទាប់ពីយើងចូលចាំមកស្ទូក៏អបបមកយកយើងដែរហើយខ្ញុំគេងនៅហ្នឹងគឺមានអបបមកយកទៅមកហើយសមាជិកយើងមានតែ4នាក់ទេគឺខ្ញុំហើយនឹងបងប្អូន3នាក់ទៀតហើយអបបនេះគឺលឿនមែនតើយើងជិះប្រហែលជាខ្ទង់10នាទីអីទៅ15នាទីអីគឺទៅដល់ហើយអបបនេះធំគឺយើងជិះដោយទំនុកចិត្តហ្មងពេលនេះយើងកំពុងតែរៀបចំដើម្បីឡើងទៅកាន់អបហើយកំពុងតែរងចាំគាត់ដើម្បីអែបអបមកគៀនហើយបន្ទាប់ពីអែបអបមកគៀនហើយយើងក៏បានរៀបចំឡើងទៅដែរហើយគាត់ក៏បានមកទូស្វាគមន៍យើងហើយនេះខ្ញុំបញ្ជាក់សលេងគាត់ឲ្យមើលថាគាត់នឹងណែនាំអីខ្លះពីកោះហ្នឹងហើយសម្រាប់ពីផែនេះទៅដល់កោះ7យើងចំណាយពេលវេលាប្រហែល10ទៅ15នាទី be alright មិនចង់ faster than 10 minutes and then យើងតាក់សួរទាំងអស់គ្នាតែយើងបាច់ជឿពេកទៅ10នាទីទៅអូខេតាមណា so for you guys ខ្ញុំទៅតែសាច់ចេះផាក់ស្រាទៅហ៎ gin tonic for welcome drink សបើសឿនៗហៅទៅ enjoy chill នៅកោះពួកខ្ញុំ now any assistant let me know 24 hours don't mind check me ហើយបងមកកោះពួកខ្ញុំហើយសម្រាប់ថ្ងៃហ្នឹងសង្ឃឹមថាបើសិននេះមាន reservation ទៅដល់ហើយនឹងមានជាផ្សេងតែបើសិនជាថ្ងៃហ្នឹងអាកាសធាតុអត់ស្រួលគេអត់មកកោះ so បងមកកោះហើយពីធម្មតាមកកោះ 20000 ជាងតែឥឡូវបងតម្លៃប៉ុណ្ណឹងគឺបងមកកោះ enjoy activity snorkeling មកកាយយ៉ាឬក៏ចង់បានផងមានអីយកពីបានអត់អរគុណច្រើនបង Thank you មើលសមុនរុនធនក្នុងចិត្តពីយើងធ្វើដំណើរមកស្ទង់មកឥឡូវយើងបានមកដល់កោះហើយខ្ញុំចាក់សលេងគាត់ឲ្យស្ដាប់ថាគាត់ណែនាំអីខ្លះពីកោះហ្នឹងដោយសារតែខ្ញុំចូលសលេងបងណាគឺមិនបងឲ្យមកដល់បាទមិនដល់ It's okay មិនយើងទៅដល់យ៉ាងនេះចិត្តមនុស្សស្ដីបងចាំឲ្យផាសម្រាប់គម្រោង project យើងធ្វើយើង remove អឈើទាំងអស់នឹងដើម្បីរៀបចំថ្មីដោយសារតែវាដល់អាយុកាលត្រូវ remove វាគាត់ថាខ្ញុំជាប់រហូតចឹងតែយើង remove បាទ
mà nấu toàn là phim chi tục thì này ở mình sẽ tôm ấy tại vì nó អូទឹកខ្លាល្អមែនបានមកខែហ្នឹង chúng mới thấy cổng giang vòng là ní ដោយសារគេណែនាំថាខែចន្លោះខែ2ខែ3ហ្នឹងទឹកខ្លាខ្លាំងហ្មង bạn ở trên sân phim chạm thằng cái nam thằng trong mà bị đạp cho nhưng mà mình bầm đạp sập chưa được con nó sẵn ở tìm ta chìm thằng khác trôi được bạn អូខេ យើងភ្លេចយកលបាក់បីយ៉ាងមក tay xe kìa tay nhá tay xe មិនពឹង tay xe mình nuôi nó bị bay ខៀវហ្នឹង nó tay xe lấy giảm rồi đấy អត់ប្រែមកថាចាប់បាន sắp bán tay cái thằng lẩu là môi nước cái hai có xe chưa đặt តែធ្វើខ្ញុំចាប់ឲ្យចោល đặt đây nó trong con cua duyệt đó là Cầm vô cái thằng này. ជា មកនេះចាំឲ្យបងឲ្យឆែកអូថាដាក់អើពីលឿ ហើយបន្តមកទៀតគាត់បានជួនយើងទៅកាន់បន្ទប់ហើយនឹងណែនាំខ្លះៗពីកោះហ្នឹងហើយបងប្អូនអរគ្នាអាចស្ដាប់បានអូខេបង Con thử check out được không? Nó được không? Nó phải nên thử check bệnh. Dù miền một cô, dù đứt cũng vậy chứ miền nuôi những nó bạc mà con đại những cái lucky draw. យើងស្បេសចូលមកแล้ว Yeah, back stop mà con. អូទឹកខ្លាល្អ Sau sau những chuyện mà mặt phí tới bạn đấy. Hai chị bên đây như cứ chia về chuyến để anh lên how những viên nó cần thay là hậu thế nó bị dùng lon nó cái phone này chắc là có. How chị mẹ boost stand over there nên những determine not have một chờ nó cứ chắc chắn bị chờ nó sẽ 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 mẹ ăn phóng thời gian này cũng như bọn cái tận này. Cái này cái láng mình bón ở đây đấy bón. Ui tôi đi bón, tôi dùng không chăm bón nhóm chân xong tôi bón nát. Ok bón xô để con bớ, mình ta đào đầu thì mình đào bớ rồi. Thôi tụi em đào thêm một cái thêm bát cầu can thì không nó tập 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 bây giờ nè tôi nằm ở một cái làm một đấy nó cứ hai trăm tập các bạn. អូមកទៅទឹក Jet ski mà mang rồi chân tập lấy bông nữa. Ok sau đi cái chụp blue moon beach bar. Dương bạc mang bông quỳនេះរហូតដល់ម៉ោង 10 ដល់ម៉ោង 4 support ពីខាងពលរដ្ឋផងដែរហើយឃើញក៏អីពុកទាំងអស់ទៅញ៉ាំពីណាក៏សាត់គ្នាយ៉ាហើយខ្ញុំ Don't worry about the ដើមដូងយើងឡើងមកមើលតាមដើមរហូតដល់មានកាត់នេះដូងយកទេយ៉ាបងនេះហើយតែគួរថា3កីឡាកំបាញ់ចូលគ្នាហើយគាត់តម្រង់ទៅប្រព័ន្ធបាទជាគឺជាបន្ទប់ទឹកសាបទៀតណាបងអាចប្រើប្រាស់ចាយឥឡូវគឺជាបន្ទប់បងខ្ញុំត្រេកទៅចូលតែជាបងទីចាំមកខ្លួនឯងយ៉ាបងទៅកន្លែងសម្រាប់ខ្លួនទឹកបាញ់ខាងបងThank you so much. Here គឺទាំងនេះដល់គឺជាចំណុចកណ្ដាលនៅក្នុងកោះហ្នឹងហើយផ្លូវបែបវាស្មើជាគឺបងអាចជិះកង់បានដើរបានផ្លូវបែបអញ្ចឹងបងអាចចូលបានទេអាចមានស្មានលេខបាហ៊ី You got it? Yeah យ៉ាទៅដល់ឃើញស្មានពី3លេខបាហ៊ីបាទអូខេ so ខ្ញុំនឹងជូនបងហត់សម្បងបញ្ចុះដើម្បីប្រាប់ direction ផ្សេងៗចាំមកហើយដល់ទេ ហើយទីសំបញ្ចុះ Here Chin Center យើងកន្លែងនេះកន្លែងហាត់ប្រាណមានអូខេទ្វារសងខាងជួងបើកបានយកខ្យល់បរិសុទ្ធពីនេះទៅសុំយក2គីឡូល្អឲ្យតែសាប់ភ្លៀងអាស៊ីភ្លៀងគ្នាអញ្ចឹងទៅវាភ្លៀងល្អអូខេគេកំពុងតែបានបន្តបងចូលកន្លែងនេះកន្លែងចូលនេះហើយនេះមានការស្ទាក់ស្ដាយពីសុំនេះតែបានចូលអូខេចឹងកន្លែងនេះ food ដល់នេះត្រឡប់ទៅវិញយ៉ាចូលយើងនឹងបន្តទៅមុខទៀតចឹងបន្ទប់បងក៏ទៅបន្ទប់ខាងនោះតែខ្ញុំមូបងបន្ទប់ខាងនេះបន្ទប់ខាងនេះស្អាតជាងតែថាបងខ្មៅក៏ហើយសម្រាប់បន្ទប់គេគឺបែបផ្កាចំបៃបន្ទប់បងបែបដើមអារម្មណ៍ អូ ចតដើមព្រម ម៉ែកន្លែងចាស់លុយចាក់កសាហាវហ្មង បងមិនចេះទៅបានអូខេបងមិនចូលដល់ខ្លួនឯងក៏លោកត្រូវការរួមធូរអូយ really sorry អត់ទេបងបង
ពេកតែខាងជូបទៅអោគេបងស្មាតមកកាន់ជូបទៅបងយកជុំជុំណាចឹងគឺខាងនេះយើងសិនបាទបងមានសាច់តែមានឡាយនេះបាច់ការផងទៅកាត់នេះសិនបាទលើចំណៃតែ នេះជាទេសភាពនៅមុខបន្ទប់ផ្ទាល់តែម្ដងគឺសម្រាប់បរិយាកាសនៅនឹងគឺល្អមែនតែនទាំងខ្យល់ទាំងទឹកសមុទ្រអីគឺថ្លាស្អាតមែនតែនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បាន experience ថ្មីកន្លែងថតរូបស្អាតអីគឺអាចទៅកោះ7បានគឺខ្ញុំ recommend ហ្មងដោយសារកោះនៅនឹងគឺស្រស់ស្អាតទាំងពេលថ្ងៃទាំងពេលល្ងាច sunset អីនៅនឹងក៏ស្អាតដែរសម្រាប់ទឹកសមុទ្រគឺយើងបាច់មើលទេគឺថ្លាខ្លាំងមែនតែនហើយនៅនឹងក៏មានកង់ដែលយើងអាចជិះកង់មើលទេសភាពជុំវិញកោះនឹងបានដោយសារតែកោះនឹងធំខ្លាំងមែនតែនចឹងយើងជិះមួយថ្ងៃក៏អត់សពដែរដោយសារកោះនៅនឹងគឺធំហើយទេសភាពនៅនឹងក៏ស្រស់ស្អាតដែរបងប្អូនអាចមើលបាននេះឥឡូវនេះយើងកាត់ដល់វីដេអូពេលល្ងាចហើយដោយសារពេលថ្ងៃហ្នឹងគឺមកអត់កម្លាំងមែនទែនគឺអត់បានថតអីទេហើយឥឡូវនេះពេលល្ងាចគឺយើងកំពុងតែធ្វើដំណើរទៅញ៉ាំអីពេលល្ងាចហើយទេសភាពនៅនឹងគឺស្រស់ស្អាតមែនទែនទាំងពេលល្ងាចទាំងពេលព្រឹកអីគឺស្រស់ស្អាតមែនទែនហើយនៅតាមផ្លូវហ្នឹងគឺមានភ្លើងមានអីហ្នឹងគឺយើងអាចដើរមកទៅគឺស្រស់ស្អាតមែនទែនទេសភាពនៅនឹងគឺឲ្យលេខ1ហ្មងសម្រាប់បងប្អូនដែលចង់ថតរូបថតអីហ្នឹងគឺត្រូវហ្មងមុននឹងយើងទៅកន្លែងរេស្តូរ៉ង់ញ៉ាំអីហ្នឹងយើងក៏បានចូលថតរូបកន្លែងឆ្នេរដែរដោយសារឃើញទេសភាពពេលល្ងាចហ្នឹងគឺស្រស់ស្អាតខ្លាំងមែនទែនហើយនៅនឹងក៏មានបារហើយយើងក៏អាចឲ្យខាងកោះហ្នឹងគេរៀបចំជា party អីជុំគ្នាបានដែរយើងគ្រាន់តែប្រាប់គេមុនទៅគេនឹងរៀបចំ party ឲ្យដូចនេះអញ្ចឹងណាហើយខ្សាច់នៅនឹងគឺស្រស់ស្អាតខ្លាំងមែនទែនគឺសក្បោះហ្មងអញ្ចឹងយើងថតរូបមកឃើញស្អាតហ្មងឥឡូវនេះកាត់ចូលមកដល់អាហារពេលល្ងាចដោយសារតែពួកយើងបានប្រាប់ខាងរេស្តូរ៉ង់ហើយអញ្ចឹងគឺគេរៀបចំទទួលយើងទាំងតុបទាំងគឺសមុទ្រអីដែលយើងបានកំងហ្នឹងហើយគឺសមុទ្រដែលខ្ញុំបានកំងហ្នឹងគឺប្រភេទ seafood ឈុតធំគឺមានក្តាមមានមឹកហើយនិងបន្លែហើយនៅហ្នឹងគឺគេអាំងឲ្យយើងទាំងអស់មកគឺយើងចាំតែញ៉ាំហ្មងហើយនេះមកហូបនៅលើតុហើយបន្ទាប់ពីយើងញ៉ាំហើយគឺមិនបាច់មើលទេគឺថាឆ្ងាញ់មែនតើគឺអស់ពីចានតែម្ដងមកហូបនៅហ្នឹងគឺ the best ហ្មងដោយសារតែគេប្រឡាក់គ្រឿងមកគឺឆ្ងាញ់ហើយបន្ទាប់ពីយើងញ៉ាំហើយហ្នឹងគឺគេជូនយើងទៅបន្ទប់វិញហើយទិដ្ឋភាពពេលយប់គឺរ៉ូមែនទិកមែនតើគឺគេបើកភ្លើងតិចៗហើយទិដ្ឋភាពនៅហ្នឹងគឺស្ងាត់ស្ងប់ស្ងាត់មែនតើដូចជាគូស្នេហ៍ដែលទៅរៀបការថ្មីថ្មោងអីគឺមកលេងកោះហ្នឹងគឺត្រូវមែនតើដោយសារតែកោះហ្នឹងគឺឯកជនភាពហ្មងគឺអ្នកក្រៅអីអាចចូលមកលេងបានទេគឺហើយនេះជាទិដ្ឋភាពពេលយប់គឺរ៉ូមែនទិកមែនតើខ្យល់លហើយហើយប្លុកយើងតែប៉ុណ្្នឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ឃើញផាត់ពេកអីអាចខមមិនខាងក្រោមបានអរគុណ